ប្រទេសឥណ្ឌាគឺជាប្រទេសជាប់លេខ4ខាងយោធាបន្ទាប់ពីអាមេរិករុស្ស៊ីចិនគឺឥណ្ឌានឹងឯងដែលមានអាវុធធំហើយអាវុធធុនធ្ងន់ជាពិសេសគឺមានមីស៊ីលបាញ់ឆ្លងទ្វីបចម្ងាយ4-5000 គីឡូម៉ែត្រអីឥណ្ឌាអាចបាញ់បានហើយជាពិសេសមានមីស៊ីលហើយនឹងមាននុយក្លេអ៊ែរទៀតក្រសួងការបរទេសរបស់ឥណ្ឌាហើយនឹងអ្នកនយោបាយឥណ្ឌាបានធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើក្រុមទាហានថៃដែលបានប្រើគ្រឿងចាក់ដើម្បីរុញកំទេចរូបសំណាកព្រះវិស្ណុនៅច្រកអានសេះនេះបើយើងវាស់តាមរយៈ Google Earth ពីឥណ្ឌាទៅប្រទេសថៃខ្ទង់តែ2000 គីឡូទេអញ្ចឹងមីស៊ីលឆ្លងទ្វីបក៏អាចបាញ់ដង 100% របស់ឥណ្ឌានេះម្ដងនេះធំហើយរូបសំណាកព្រះវិស្ណុនេះសាងសង់ឡើងដើម្បីគោរពដល់សាសនាហិណ្ឌូណាហើយបើរូបព្រះពុទ្ធវិញគឺសម្រាប់ព្រះពុទ្ធសាសនាហើយបើសិនជាប្រាសាទតាកបីវិញសាងសង់ឡើងដើម្បីគោរពដល់ព្រះសិវៈប៉ុន្តែខ្ញុំឆ្ងល់ថាថៃវាកាន់សាសនាអីវាព្រះពុទ្ធឃើញរហងៃវាកាន់ព្រះពុទ្ធតែប៉ុន្តែវាបាញ់វិហារវាបាញ់កុដវាបាញ់សាលាឆាន់ប្រទេសកាន់ព្រះពុទ្ធសាសនាដែរប៉ុន្តែបំផ្លាញសាសនាអត់គោរពទៅលើសាសនាសមតែវិនិច្ឆ័យមែនប្រទេសនេះឥណ្ឌាគួរតែចាត់ចែងបើសិនជាវានៅតែក្លឿននៅតែបំផ្លាញពិភពលោកបែបនេះគួរតែសម្លុតវាខ្លះឥណ្ឌាជាប់លេខ4ដែរប្រើអាមួយដើមដ៏ធំហ្នឹងទៅមីស៊ីលឆ្លងទ្វីបហើយឥណ្ឌាក៏មានអាវុធនុយក្លេអ៊ែរដ៏ធំដែរលើពិភពលោកណាអញ្ចឹងថៃប្រកាសជាខ្លាចញញើតខ្លាំងគួរសមដែរតាមពិតទៅវាអាក្រក់មើលមែនវាទៅឈូសឆាយរូបសំណាកព្រះវិស្ណុដែលគេសាងសង់ហើយណាយើងនិយាយថាអាក្រក់បំផុតត្រឹមតែស្ទូចចេញទៅឬក៏ទម្លាក់វាចោះទៅនេះអត់ទេគឺវារុញកំទេចវាឈូសឆាយឲ្យខូចឲ្យខាតបែកបាក់តែម្ដងមើលតែវិហាររបស់យើងណានៅច្រកអានសេះមើលវាទម្លាក់គ្រាប់តាមរយៈ F16 មកខ្ទេចវាតម្លាក់2ដងហើយបើនិយាយពីទីតាំងផ្សេងវិញគឺវាប្រើសិតតែជាប្រភេទយន្តហោះនិយាយទៅវាវាយប្រហារតាមតបអាកាសខ្លាំងដោយសារតែតបថ្មើរជើងវាវាយអត់ចូលទានយើងតបថ្មើរជើងគឺយើងខ្លាំងហើយប៉ុន្តែបើតបអាកាសយើងអត់ទាន់មានអីទប់ទល់វាទេប្រហែលជាមិនទាន់ដល់ពេលមិនដឹងឬក៏យ៉ាងម៉េចយ៉ាងម៉ាយើងអត់ដឹងណាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំរបស់យើងប៉ុន្តែយើងនឹងចាំមើលទីទៀតទៅ